ដើម្បីបញ្ចប់បញ្ហាព្រំដែនដីគេឲ្យគេបើកន្លែងណាដីយើងគឺយើងទទួលយកមកវិញដោយស្របច្បាប់លទ្ធផលកិច្ចប្រជុំ JBC 2ថ្ងៃ2យប់នេះបង្ហាញពីចន្ទៈសហប្រតិបត្តិការរបស់ប្រទេសទាំងពីរដើម្បីដោះស្រាយបញ្ហាព្រំដែនជានិរន្តរ៍និងចីរភាពដរាបណាភាគីទាំងពីរព្រមព្រៀងយកផែនទីបារាំងសៀមមកប្រើគឺជាអ្វីដែលយើងចង់បានដើម្បីបញ្ចប់បញ្ហាព្រំដែនដីគេឲ្យគេបើកន្លែងណាដីយើងគឺយើងទទួលយកមកវិញដោយស្របច្បាប់ការបោះបង្គោលព្រំដែនថ្មីជំនួសកន្លែងបង្គោលព្រំដែនចាស់ចំនួនបារាំងដែលបាត់បង់គឺជាចំណុចដែលកម្ពុជាមានព្រៀបព្រោះយើងដឹងច្បាស់ហើយថាទឹកដីរបស់យើងនៅចំណុចណាបញ្ហាបន្លាលួសនឹងត្រូវដោះស្រាយភ្លាមៗបន្ទាប់ពីគណៈកម្មការព្រំដែនប្រទេសទាំងពីរបោះបង្គោលរួចរាល់នៅពេលនោះបើដីនោះនៅក្នុងដីយើងគឺបន្លាលួសត្រូវដកចេញដោយស្វ័យប្រវត្តិបាត់ដីឬបានដីត្រូវត្រៀមចិត្តទទួលស្គាល់ការពិតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទសម្រាប់យើងគឺជាចំណុចវិជ្ជមានខ្លាំងមែនទែនព្រោះគឺជាអ្វីដែលយើងកំពុងចង់បានក្រោយកិច្ចប្រជុំនេះបងប្អូនអាចមានហេតុផលសម្រាប់បន្តភាពស្ងប់ស្ងាត់ហើយជឿទុកចិត្តលើរដ្ឋាភិបាលនិងថ្នាក់ដឹកនាំបាន 100% យុទ្ធសាស្ត្រស្ងប់ស្ងាត់តែមិននៅស្ងៀមចាប់ផ្ដើមមានប្រសិទ្ធភាពហើយរឿងដែលបងប្អូនត្រូវធ្វើគឺអត់ធ្មត់និងបញ្ជាសង្គ្រាមឲ្យបានជាដាច់ខាតអំឡុងពេលប្រទេសទាំងពីរចាប់ផ្ដើមរៀបចំបោះបង្គោលវាធ្វើស្អីក៏ធ្វើទៅដាក់បន្លាលួសដល់ណាក៏ដាក់ទៅសំខាន់ចុងក្រោយដីយើងនៅតែជារបស់យើងប្រជាជនសៀមចាប់ផ្ដើមមានប្រតិកម្មចំពោះលទ្ធផលប្រជុំនេះហើយព្រោះវាដឹងថាខ្មែរយើងមានលទ្ធផលចំណេញច្រើនជាងវាការខំប្រឹងឈ្លានពានឈូសឆាយនឹងคล้ายជាអាសាបង់ឈប់សួររឿងបន្លាលួសនិងរឿងគេយកដីទៀតចាំតែគេបោះបង្គោលរួចបានចម្លើយហើយគ្មានអ្នកណាយកបន្លាលួសពាត់យកដីគេបានស្រួលៗនោះទេ